ទស្សនៈអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ដែលមានសារជាថ្មីក្នុងរឿងព្រះអាទិត្យទើបរះហើយកុំភ្លេចជួយ Subscribe Channel ដែលមានម្នាក់មួយផងណាជួយយងបានប្រាប់ទៅប៊ឹមជីនថានាងបានជួបពីក្រុមហ៊ុនហ្នឹងហើយមូលហេតុហ្នឹងដោយសារតាណាសង្វុនហ្នឹងបានចាត់ឲ្យជួយយងទៅធ្វើការនៅអឺរ៉ុបហើយជួយយងបានបដិសេធអញ្ចឹងជួយយងមិនអាចនៅក្រុមហ៊ុនហ្នឹងបានទៀតទេហើយហ្នឹងហើយជាមូលហេតុដែលជួយយងហ្នឹងមករកប៊ឹមជីនទាំងថ្ងៃអញ្ចឹងខ្ញុំបានចាក់ចែងពីក្រុមហ៊ុនហ្នឹងហើយអញ្ចឹងឆាប់ប្រាប់ខ្ញុំតាមត្រង់មកវិនប៊ឹមជីនតើវាកើតឡើងពីពេលណាហើយតើគេមករកលោកពាក់កណ្ដាលទីមែនដំបូងគេគឺហុងអេសុំបានមករកខ្ញុំគេដឹងថាហុងមីយ៉ាងនឹងប្រឹងទិញភាគហ៊ុនថែមដើម្បីលើកណាសង្វុនឲ្យក្លាយជា Director ហើយហុងមីយ៉ាងក៏មករកខ្ញុំតាមក្រោយដែរតាមពិតទៅហុងមីយ៉ាងគឺមានឱកាសដើម្បីឡើងភាគហ៊ុនតប៉ុន្តែការទិញភាគហ៊ុនឡើងថែមជាមួយនឹងការធ្វើមុខជំនួញវាមិនដូចគ្នាទេហើយផុសតាំងគ្រប់យ៉ាងដែលហុងមីយ៉ាងនឹងលេងផ្លូវកាត់ដើម្បីទិញភាគហ៊ុនហ្នឹងគឺមាននៅក្នុងដៃរបស់ហុងអ៊ីសុបទាំងអស់ប៉ុន្តែគេមិនតន់បញ្ចេញវាទេគេនឹងមានគម្រោងបញ្ចេញវានៅពេលដែលណាសង្វុនហ្នឹងបានក្លាយទៅជា Director ហើយហុងមីយ៉ាងនឹងមិនឲ្យរឿងនេះកន្លងទៅដោយងាយអញ្ចឹងទេតែលោកមិនអីទេបើសិនជាគេដឹងក្រែងលោកជាអ្នកឲ្យឯកសារនោះទៅហុងអ៊ីសុបថាអញ្ចឹងហីអត់នោះទេខ្ញុំធ្លាប់ប្រាប់នាងរួចហើយហុងអ៊ីសុបគឺគិតគូរបានវែងឆ្ងាយជាងអ្វីដែលនាងដឹងទៅទៀតអីលោកខ្លាយទៅជាមនុស្សរបស់ច្រើនខ្លាំងណាស់ឥឡូវហ្នឹងវិនបញ្ជីមរឿងសម្ងាត់របស់លោកពិតជាមានកម្រិតខ្ពស់ពេកហើយប៉ិនមែនទេតាមពិតទៅបើសិនជាថ្ងៃនោះនាងមិនបានបង្ហាញខ្លួននៅនឹងក្រាដ្ឋានរបស់ហាន់យកទេហើយបើសិនជាថ្ងៃនោះខ្ញុំមិនបានឃើញឈ្មោះរបស់ណាសង្វុននៅលើទូរស័ព្ទរបស់នាងទេខ្ញុំប្រហែលជាមិនទទួលការងារនេះទេវាពិតជាគួរឲ្យឈឺចាប់ខ្លាំងណាស់អូយការចំណែនពិតជាគួរឲ្យខ្លាចពិតមែនអញ្ចឹងតើនាងស្អប់មែនអត់ទេខ្ញុំអត់ស្អប់ទេខ្ញុំពេញចិត្តជាមួយនឹងការចំណែនបែបនេះវានៅសល់តែរឿងប្រមាណទៀតទេដែលធ្វើបន្ទាប់មកទៀតគឺហើយហើយនិយាយហើយនឹងប៊ឹមជីនណាក៏កោយទៅលើស្មារបស់ជូយ៉ងហើយពួកយើងនឹងរៀបចំដំណើរកំសាន្តមួយខ្ញុំគ្មានពេលវេលាសម្រាប់ដើរកំសាន្តទេខ្ញុំនឹងដើររកការងារដោយសារតែឥឡូវហ្នឹងខ្ញុំចិត្តខ្លាយជាមនុស្សទាត់ខ្យល់ហើយហើយនេះមានក្រុមហ៊ុនក្នុងចិត្តហើយនៅអត់ទាន់មានទេហើយអ្នកបានសួរអញ្ចឹងខ្ញុំនឹងចូលធ្វើការវិញហើយយកនាងធ្វើជា executive តែម្ដងវាស្ដាប់ទៅដូចជាមិនមែនជាការលេងសើចទេប៉ុន្តែខ្ញុំមិនដែរធ្វើការងារនឹងទេតែលោកជឿជាក់លើខ្ញុំធ្វើបានមែនមុននឹងក្រោយឬនៅគង់តកើតឡើងបើអញ្ចឹងខ្ញុំសុខចិត្តឲ្យវាកើតឡើងឆាប់ៗនឹងចោះត្រូវហើយសម្រាប់មួយរយៈក៏វាល្អដែរតាមពិតទៅខ្ញុំមិនដែរមានការសម្រាប់ទេអញ្ចឹងខ្ញុំក៏មិនដឹងថាវានឹងធ្វើបែបម៉េចដែរមកមើលហុងមីយ៉ាងវិញឥឡូវហ្នឹងហុងអ៊ីសុកបានយកផោះតាំងទាំងអស់យកមកដើម្បីចងជើងរបស់ហុងមីយ៉ាងហើយគ្រាន់តែផោះតាំងទាំងអស់ដែលហុងអ៊ីសុកមានហ្នឹងគឺអាចចងហុងមីយ៉ាងបានហើយមិនបាច់ចាំយកផោះតាំងពីប៊ឹមជិនមកបង្ហាញទៀតក៏បានដែរហើយហុងអ៊ីសុកក៏និយាយថាបើសិនជាឯងជ្រើសរើសយកដើរចូលគុកខ្ញុំក៏មិនខ្វាត់ឯងដែរប៉ុន្តែក្នុងនាមជាបងប្រុសរបស់ឯងហើយក៏ជាអ្នកគ្រប់គ្រងនៅហាន់យុកដែរយើងសូមណែនាំឯងប៉ុន្តែបើសិនជាលោកប៉ាដឹងវាក៏ពិបាកក្នុងការសម្រេចចិត្តដែរសម្រាប់គាត់អញ្ចឹងតើត្រូវធ្វើយ៉ាងម៉េចទៅចំពោះរឿងទាំងអស់នេះបន្ទាប់ពីថ្ងៃនេះ3ថ្ងៃទៀតឯងគួរតែចំណាក់ស្រុកបើសិនជាឯងមិនធ្វើអញ្ចឹងទេណាសង្វុនណានឹងត្រូវបានគេកោះហៅជំនួសឯងកោះហៅទៅឆ្ងាយនឹងរកកន្លែងមួយដែលមានអាកាសធាតុល្អដើម្បីសម្រាករំហែពេលវេលាចូលនិវត្តន៍របស់ឯងតាមពិតទៅវ័យរបស់ឯងនេះក៏ជាវ័យដែលត្រូវមើលចៅដែរមិនថាអញ្ចឹងគិតទៅគ្រួសារអ្នកមានអញ្ញាញ៉ៃណាឆ្លោះគ្នាទៅដើមទៅលុយគ្នាព្រឹកស្អែកឡើងគេក៏ចាប់ផ្ដើមប្រជុំម្ចាស់ភាគហ៊ុនទាំងអស់ហើយគេក៏សម្រេចចិត្តដកណាសង្វុនដែលជា Director ដោយសារតែផោះតាំងដែលហុងអ៊ីសុកមានទាំងអស់ហើយហុងមីយ៉ាងក៏អត់បានចូលរួមនៅក្នុងការប្រជុំនឹងដែរត្រឹមតែរយៈពេល1ថ្ងៃណាសង្វុនបាត់បង់គ្រប់យ៉ាងសូម្បីតែតំណែង Director ក៏គ្មានដែរហើយតំណែងគឺជាកូនប្រសារបស់មីងយឿនដេលីហ្នឹងក៏បាត់បង់ដែរនិយាយទៅណាសង្វុនគ្មានអីទាំងអស់បាត់បង់គ្រប់យ៉ាងតែម្ដងមកដល់អផាតមិនហើយណាសង្វុនហ្នឹងបានស្រ័យសួរទៅគ្រប់គ្នានៅក្នុងគ្រួសារហ្នឹងថាគេមិនយល់ទេហេតុអីបានជាលោកពូរបស់គេហ្នឹងមានឯកសារហ្នឹងគឺសំដៅទៅហុងអ៊ីសុកហ្នឹងហើយហុងអ៊ីសុកហ្នឹងគឺជាពូក្មួយគេហ្នឹងហើយប៉ារបស់ណាសង្វុនហ្នឹងតែក៏តម្លាក់កំហុសហ្នឹងទៅលើម្ដាយរបស់ណាសង្វុនថាមកពីម្ដាយរបស់ណាសង្វុនហ្នឹងអត់ដឹងថាពេលណាត្រូវឈប់ហើយពេលណាត្រូវនេះទេរបៀបចង់បានជ្រុលពេកអញ្ចឹងខ្ញុំពិត
ពិតជាមិនយល់ទេហេតុអីបានជាឯកសារទាំងអស់ហ្នឹងត្រូវបែកធ្លាយប្រហែលជាមកពីម្នាក់នោះហើយគឺមនុស្សចង្រៃម្នាក់នោះវិនបញ្ចេមដូច្នេះនៅអ្វីគ្រប់យ៉ាងដែលខ្ញុំមានហើយគេមិនមានឥឡូវហ្នឹងគេមកយកអ្វីគ្រប់យ៉ាងពីខ្ញុំហើយសូម្បីតែជួយយ៉ងហើយឥឡូវហ្នឹងសូម្បីតែម៉ាក់របស់ខ្ញុំក៏ធ្លាក់ចូលទៅក្នុងល្បិចថោកទាបរបស់គេដែរហើយម្ដាយរបស់ណាសង្វុនហ្នឹងក៏ទះណាសង្វុនមកភ្លៀងហើយនិយាយថាមានសតិឡើងណាសង្វុនហេតុអីបានជាឯងហ៊ានដំឡើងសម្លេងនៅមុខម្ដាយរបស់ឯងតែកន្លងមកខ្ញុំមាននៅចំពោះម៉ាក់តែប៉ុណ្្នឹងទេមែនម៉ាក់ចាប់ទុកខ្ញុំដូចជាមនុស្សដែលមិនបានការខ្ញុំមិនអាចធ្វើឲ្យបានទាំងអស់ដូចជាការគិតរបស់ខ្ញុំការនិយាយរបស់ខ្ញុំគ្មានតម្លៃសម្រាប់ពេលវេលារបស់ម៉ាក់ទេម៉ាក់ទុកខ្ញុំដូចជាមនុស្សល្ងងម្នាក់អញ្ចឹងអ្វីដែលម៉ាក់គិតតាំងពីដើមរហូតមកដល់ឥឡូវហ្នឹងគឺមានតែក្រុមហ៊ុនហានយកតែមួយគត់គ្រួសារហើយនឹងកូនប្រុសរបស់ម៉ាក់គឺគ្មានតម្លៃទេសម្រាប់ម៉ាក់ឥឡូវមើលទៅតើមានអ្វីនៅសល់ក្នុងដៃរបស់ម៉ាក់ទៀតនិយាយទៅមែនតាគ្រប់យ៉ាងគឺមកពីម្ដាយរបស់ណាសង្វុននឹងទាំងអស់លោកលុននោះនិយាយហើយណាសង្វុនក៏ដើរចេញទៅហើយម៉ាក់របស់ណាសង្វុនហ្នឹងក៏លើកទូរស័ព្ទដើម្បីទៅរកលេខាគឹមក៏លេមកមើលប៊ឹមឈិនកំពុងចេញពីធ្វើការហើយចុចទូរស័ព្ទសួរជួយយ៉ងថាចង់ញ៉ាំផ្អែមអីអត់ជួយយ៉ងក៏និយាយថាចង់ញ៉ាំអ្វីដែលមានរសជាតិផ្អែមហើយមានសូកូឡានៅក្នុងនឹងដែរប៊ឹមឈិនគិតថាជួយយ៉ងហ្នឹងធ្វើខ្លួនដូចមនុស្សធំអញ្ចឹងប៉ុន្តែនៅចង់ញ៉ាំរបស់គុនក្មេងទៀតហើយប៊ឹមឈិនក៏លើកទូរស័ព្ទទៅសាំដូហើយសាំដូហ្នឹងគេកំពុងតែនៅកន្លែងដូចជាកំពុងតែឆែកកាមេរ៉ាមិនដឹងអីមិនដឹងទេប៊ឹមឈិនកំពុងតែនិយាយជាមួយនឹងសាំដូហើយក៏មានមនុស្សម្នាក់ដើរមកពីក្រោយប៊ឹមឈិនដែរប៊ឹមឈិនងាកទៅឃើញគេហ្នឹងពាក់ឈុតខ្មៅហើយរត់តម្រង់មករកខ្លួនរបស់ប៊ឹមឈិនតែម្ដងហើយម្នាក់ហ្នឹងក៏ដកកបិតយកមកចាក់ប៊ឹមឈិនមួយកំបិតហើយគេក៏និយាយពាក្យថាស្លាប់ទៅវុនបញ្ជីមហ្នឹងយកដៃទៅកាន់កបិតហ្នឹងហ្មងហើយឈាមឡើងខ្លាក់ហើយគេនិយាយថាស្លាប់ឲ្យបាត់ទៅមនុស្សចង្រៃមនុស្សបិសាចប៊ឹមឈិនក៏យកក្បាលទៅអុកជាមួយនឹងក្បាលរបស់ណាសង្វុនមួយទំហឹងធ្វើឲ្យណាសង្វុនហ្នឹងដួលហើយកបិតហ្នឹងក៏ធ្លាក់ចុះទៅក្រោមដែរឃើញប៊ឹមឈិនដើរចូលទៅជិតណាសង្វុនក៏ស្រែកថាកុំចូលមកជិតខ្ញុំមកសោះប៊ឹមឈិនហ្នឹងក៏ទាត់ណាសង្វុនហ្នឹងមកជើងចំកណ្ដាលមុខតែម្ដងហើយគេក៏យកជើងហ្នឹងទៅជន់ដៃរបស់ណាសង្វុនទេហើយយកដៃរើសកំបិតឡើងនិយាយទៅណាសង្វុនអត់ចេះគិតមែនតើហើយទៅធ្វើអីឈ្នះគេយកកបិតមួយមកចាក់គេហ្នឹងបើចង់សម្លាប់គេជួលអ្នកធ្វើទៅមកចំណុចធ្វើខ្លួនឯងទៅអីហើយឥឡូវប៊ឹមឈិនហ្នឹងយកកបិតហ្នឹងមកភ្ជុងណាសង្វុនវិញម្ដងហើយក៏និយាយថាឯងគួរតែប្រើកម្លាំងឲ្យខ្លាំងជាងហ្នឹងឬមួយក៏ឯងមិនបានត្រៀមទុកមុនទេហើយប៊ឹមឈិនហ្នឹងក៏និយាយទៅកាន់ណាសង្វុនថាណាសង្វុនឯងស្ដាប់ឲ្យបានច្បាស់ចាប់ពីថ្ងៃនេះទៅឯងត្រូវតែទៅឆ្ងាយកាន់តែឆ្ងាយកាន់តែល្អត្រូវប្រកាសថាគ្មាននរណារកឯងឃើញហើយនៅពេលណាដែលឯងបង្ហាញវត្តមានឲ្យយើងដឹងយើងនឹងចាប់ផ្ដើមតាមប្រមាញ់ឯងវិញម្ដងហើយយើងនឹងតាមរកមើលថាឯងរស់នៅដល់របៀបណានិងនៅជាមួយអ្នកណាហើយបើសិនជាយើងនៅតែឃើញថាឯងនៅមានកម្រងធ្វើអីនោះយើងនឹងប្រើកំបិតនេះត្រឡប់ទៅលើឯងវិញម្ដងអញ្ចឹងហើយគ្រាន់តែរស់នៅដូចជាមនុស្សដែលស្លាប់ទៅហើយកុំឲ្យមានដានជាប់ឲ្យយើងឃើញឲ្យសោះហើយណាសង្វុនក៏ស្រែកថាតើខ្ញុំបានធ្វើកំហុសអីចំពោះឯងហើយប៊ឹមឈិននឹងក៏និយាយថាឈប់ទម្លាក់កំហុសទៅលើការបាត់បង់របស់ឯងទៅអ្នកដទៃទៅវាគ្មានបានប្រយោជន៍អីទេថាបាត់មុខចេញពីយើងទៅលុះត្រាតែឯងចង់ឲ្យយើងនាំទៅប៉ុស្តិ៍ប៉ូលីសនៅនឹងមុខរបស់ជនជួយយ៉ងលឺអញ្ចឹងហើយណាសង្វុនក៏ក្រោកឡើងហើយរត់ចេញទៅតែម្ដងណាសង្វុននឹងដូចឈួតមិនទេខ្ញុំណាសង្វុនណារត់ទៅឡើងញ័រខ្លួនទៅត្រឹកតែម្ដងពេលណាសង្វុនទៅបាត់ហើយនឹងប៊ឹមឈិនក៏ទម្លាក់កបិតចុះហើយគេអង្គុយចុះដែរនិយាយទៅមិនដឹងឈឺបណ្ណាទេទ្រាំបានយូរណោះហើយក៏លើសំឡេងសាមដូកំពុងតែហៅប៊ឹមឈិនហើយសួរថាប៊ឹមឈិនហ្នឹងគឺនៅកន្លែងណានៅចំណតឡានមួយណាតែហៅឡានពេទ្យហើយមកកន្លែងចតឡាននៅក្រោមដីមកហើយវានោះជាណាគេប្រាប់ខ្ញុំមកខ្ញុំនឹងឲ្យគេចេញទៅហើយចាប់វាធ្វើឲ្យមានចលាចលអីវាមិនមែនជាបញ្ហាទេឥឡូវហ្នឹងហើយអ្វីដែលជាបញ្ហាហ្នឹងប៊ឹមឈិនក៏ប្រគិតថាគួរប្រាប់ជួយយ៉ងតាមត្រង់ឬមួយក៏អត់គ្រាន់តែបានដំណឹងភ្លាមជួយយ៉ងរត់មកមន្ទីរពេទ្យសឹងតែដាច់ជើងចោលហើយនេះរត់មកហើយឈប់ដកដង្ហើមទាំងហេទាំងហប់នឹងងើបមើលមកហើយហៅឈ្មោះរបស់ប៊ឹមឈិនមកហៅប៊ឹមឈិនភ្លាមតែម្ដងណាមិនភ័យមនុស្សកំពុងស្រឡាញ់ពេញបេះដូងហើយពូរបស់ប៊ឹមឈិនហ្នឹងក៏នៅនឹងដែរសាមដូហើយប៊ឹមឈិនថានោះណាពូប៊ឹមឈិនអត់មាននិយាយអីទេហើយមើលទៅមុខរបស់ជួយយ៉ងហើយគេទាំងពីរនាក់ហ្នឹងក៏មកនិយាយគ្នានៅក្នុងកន្លែងញ៉ាំកាហ្វេនេះមិនមែនកន្លែងញ៉ាំកាហ្វេអត់មាននិយាយច្រឡំពូរបស់ប៊ឹមឈិនហ្នឹងក៏ណែនាំខ្លួនរបស់គាត់ហើយជួយយ៉ងហ្នឹងក៏ណែនាំខ្លួនរបស់នាងដែរហើយពូប៊ឹមឈិនហ្នឹងក៏និយាយថាវាពិតជាសំណាងហើយដែលវាមិនមានបញ្ហាអីធ្ងន់ធ្ងរគេបានយកដៃរបស់គេទៅរងកាបិតអញ្ចឹងរបួសក៏
គ្រាន់តែនិយាយមិនទាន់ចប់ផងជួយយងក៏ស្រែកថាមិនធ្ងន់ធ្ងរឬជួយយងស្រែកសាំដូក៏បែរមុខចេញប្រហែលជាភ័យយ៉ាងជួយយងក៏បន្តនិយាយទៀតថាតើលោកគឺជា chairman របស់ JBK Finance ត្រូវអត់តែ JBK Finance គឺជាកន្លែងបែបនេះ director ត្រូវបានគេលួចចាក់មួយទាំងមូលប៉ុន្តែគ្រាន់តែដោយសារតែវាមិនធ្ងន់ធ្ងរគេក៏នាំគ្នាមិនខ្វល់ពីវាតែមូលហេតុដែលមិនប្រាប់ទៅប៉ូលីសដោយសារតែគេដឹងអ្នកនៅពីក្រោយរឿងហ្នឹងជួយយងនិយាយគ្មានខ្លាចអីមួយម៉ាត់ទេប៉ុន្តែសាំដូគ្នាភ័យឡើងបែកញើសហើយពូរបស់ប៊ឹមជីនហ្នឹងក៏ហៅឈ្មោះរបស់ជុនជួយយងថាអ្នកនាងជុនជួយយងនាងមិនមែនជាមនុស្សតែម្នាក់ទេដែលបារម្ភពីឥឡូវនោះខ្ញុំហើយនឹងសាំដូក៏ជាគ្រួសាររបស់គេដែរគេជាមនុស្សតែម្នាក់ដែលមិនអាចមានអ្នកណាមកជំនួសបានទេខ្ញុំសង្ឃឹមថាអ្នកនាងនឹងយល់ថារឿងខ្លះវាមិនអាចបង្ហាញទៅខាងក្រៅបានទេខ្ញុំនឹងចាំនេះទុកក្នុងចិត្តប៉ុន្តែខ្ញុំសង្ឃឹមថាលោកនឹងយល់លាក់បាំងរឿងពេលខ្លះវាមិនមែនជាផ្លូវដ៏ល្អនោះទេនិយាយឲ្យជួយយងក៏ងើបដើរទៅហើយពូរបស់ប៊ឹមជីនហ្នឹងក៏សើចហាតែម្ដងគាត់និយាយថាគាត់ដឹងថាជួយយងហ្នឹងមិនមែនជាមនុស្សធម្មតាតែគាត់មិនគិតថាជួយយងហ្នឹងខ្លាំងលក្ខណៈហ្នឹងទេហើយសាំដូហ្នឹងក៏និយាយថាត្រូវហើយនាងមិនមែនជាមនុស្សធម្មតាទេអ្វីដែលសំខាន់គឺគេមានអ្នកដែលអាចពឹងពាក់បានហើយលោកពូក៏សួរថាតើមានដំណឹងអីពីណាសង្វុនអត់ណាសង្វុនគេបានទិញសម្បត្តិយន្តហោះទៅក្រៅប្រទេសហើយ20នាទីមុននេះគាត់ថាប៊ឹមជិនចង់ធ្វើយ៉ាងម៉េចចំពោះរឿងហ្នឹងមើលទៅគាត់ដូចជាចង់ឲ្យរឿងហ្នឹងបញ្ចប់ត្រឹមហ្នឹងដរាបណាសង្វុនមិនត្រឡប់មកប្រទេសកូរ៉េវិញសមហេតុផលវាប្រហែលជាមានមូលហេតុផ្សេងហើយដែលគេប្រមឲ្យណាសង្វុនចាក់ចេញទៅបែបនេះផ្ដោតទៅលើការព្យាបាលក្មេងនោះឲ្យជាទៅបើមិនចឹងទេយើងមានអារម្មណ៍ថាលើក្រោយអ្នកដែលត្រូវជេរគឺជាឯងហើយឬហើយសាមដូរឡើងអស់សំណោចហ្មងជួយយងដើរតាមផ្លូវហើយជួយយងក៏គិតឃើញទៅដល់ណាសង្វុននិយាយទៅជួយយងមិនមែនមនុស្សល្ងងណាគ្រាន់តែគិតក៏គេដឹងដែរថាណាគេអ្នកធ្វើហើយពេលវេលាហ្នឹងក៏ឈានទៅដល់10ថ្ងៃក្រោយមកប៊ឹមជីនភ្ញាក់ឡើងបើកភ្នែកឡើងក៏ឃើញមានមនុស្សស្រីម្នាក់នឹងអង្គុយលើសាឡុងម្នាក់ហ្នឹងគឺជាជនជយងនឹងឯងកំពុងតែអង្គុយអានសភៅហើយប៊ឹមជីនហ្នឹងក៏ក្រោកឡើងទោះជយងថាជយងហ្នឹងមកតាំងពីពេលណាហើយជយងហ្នឹងនិយាយថាការប្រយុទ្ធមិញនាងប្រកាសជាធុញទ្រាន់ហើយនាងមិនបាច់ចាំមកទីនេះរាល់ថ្ងៃអញ្ចឹងក៏បានដែរតែលោកមិនដឹងទេថាខ្ញុំឥឡូវហ្នឹងគ្មានការងារធ្វើទេវាមកធុញទ្រាន់ទីនេះប្រសើរជាងនៅធុញទ្រាន់នៅឯណែផ្ទះដែរហើយប៊ឹមជីនហ្នឹងនៅក្នុងពេទ្យហ្នឹង10ថ្ងៃហើយគេក៏លែងអីដែរជាហើយដើរបានអីបានហើយប៉ុន្តែគេធាននិយាយពាក្យថា discharge ចេញពី hospital ទេដោយសារហេតុអីដោយសារជូយ៉ងហ្នឹងពេលគេនិយាយទៅមើលធ្វើមុខដូចប៊ឹមជីនហ្នឹងអើយទុនខ្សោយខ្លាំងណាស់អញ្ចឹងហើយសុកចិត្តមកមើលប៊ឹមជីនរងថ្ងៃវិញអញ្ចឹងមើលជូយ៉ងអានសភៅពីចំហៀងអញ្ចឹងធ្វើឲ្យប៊ឹមជីននឹកឃើញពីអារម្មណ៍កាលពីគេនៅសាលាដែលលួចមើលជូយ៉ងនៅផ្ទះហ្នឹងទៀតហើយឃើញយន្តជូយ៉ងបើកចុះបើកឡើងនៅតែទំព័រដដែលហ្នឹងហើយប៊ឹមជីនក៏សួរជូយ៉ងថាជន់ជូយ៉ងហើយបាននាងមើលតែទំព័រដដែលអញ្ចឹងពីព្រោះតែមានអ្នកខ្លះហ្នឹងមើលមកខ្ញុំដូចជាមនុស្សចម្លែកអញ្ចឹងឡើងចង់ធ្លុះមុខហើយបើសិនជានាងមិនអាចចង់អារម្មណ៍អញ្ចឹងដដែលឡាមើលមកខ្ញុំវិញមកមិនបាច់មើលទៅសភៅហ្នឹងទេតែមានអីឲ្យខ្ញុំមើលនៅខាងក្នុងនេះមិនដូចជានាងនោះទេជាធម្មតានាងឬមកក៏សាមដូប្រកាសជាសួរចម្លើយខ្ញុំមិនឈប់ទេតែឥឡូវនាងបែរជាចាប់អារម្មណ៍ជាមួយនឹងសភៅសូម្បីតែនាងមិនបានអានវាផងចាមែនរបស់លោកពិតជាគួរឲ្យខ្លាចខ្លាំងណាស់គាត់បាននិយាយយ៉ាងម៉ឺងម៉ាត់ថាទុកឲ្យគាត់ជាអ្នកដោះស្រាយរឿងហ្នឹងហើយនាងក៏ស្របតាមគាត់ដែលមិនបានប្រកែកតាមមានអីផ្លាស់ប្ដូរបើសិនជាខ្ញុំចូលលោកដៃក្នុងរឿងហ្នឹងយ៉ាងណាក៏គេនៅតែមិនប្រាប់ខ្ញុំពីរឿងអីទាំងអស់ហ្នឹងកុំគិតពីវាច្រើនពេកគិតពីវាច្រើនពេករឿងអីគិតពីរឿងថាលោកស្ទើរតែស្លាប់ដោយសារតែខ្ញុំមែនត្រូវហើយគឺរឿងហ្នឹងហើយត្រូវហើយទោះបីជាវាមើលទៅមិនមែនជាកំហុសរបស់ខ្ញុំទាំងស្រុងក៏ដោយប៉ុន្តែក៏មិនមែនមានន័យថាខ្ញុំមិនត្រូវបានស្ដីបន្ទោសដែរឬជួយយងនិយាយអញ្ចឹងប៊ឹមជីនគិតថាហ្នឹងហើយជាមូលហេតុដែលគេហ្នឹងមិនចង់ប្រាប់នាងអញ្ចឹងនាងមានន័យថានាងមានអារម្មណ៍សោកស្ដាយដែលនាងបានធ្វើខុសមកខ្ញុំមែននិយាយស្មោះត្រង់ចិត្តទៅខ្ញុំក៏មានអារម្មណ៍ធូរចិត្តដែរនៅពេលដែលគេបញ្ចប់រឿងនឹងបែបហ្នឹងខ្ញុំមិនដឹងថាខ្ញុំនឹងត្រូវប្រឈមមុខយ៉ាងម៉េចទេបើសិនជាគេមិនចប់ដោយបែបនេះនោះនិយាយឲ្យប៊ឹមជីនក៏ងើបឡើងដើរទៅបើកទូទឹកកកហើយយកប្រអប់មួយមកគេមកអង្គុយចិត្តជួយយងហើយនិយាយដាក់ជួយយងថាត្រូវហើយនាងគួរតែចងចាំកំហុសទាំងអស់នេះហើយនៅក្បែរខ្ញុំរហូតទៅមិនថាមានរឿងអីកើតឡើងនៅថ្ងៃអនាគតទេខ្ញុំក៏ធ្វើបែបនឹងដែរត្រូវហើយលោកបាននិយាយថាលោកនឹងស្បត់ឲ្យបេះដូងរបស់លោកមកខ្ញុំទាំងអស់ត្រូវអត់ប៉ុន្តែអញ្ចឹងកុំនៅស្ងៀមអីនិយាយប្រាប់ខ្ញុំទាំងអស់មកតាធ្វើមិនខ្ញុំអាចមើលថែនាងបានខ្ញុំនឹងធ្វើវាឲ្យល្អជាងនេះតែនេះជាស្អីហ្នឹងនេះគឺជារបស់ដែលផ្អែមដែលជួយកាត់បន្ថយភាពឆេវឆាវហើយនឹងស្មុគស្មាញរបស់នាងបាននេះគឺជាសូកូឡាដែលមកពីហាងលើប្លង់
នេះគឺជាช็อกโกแลตដែលល្បីជាងគេនៅក្នុងហាងនេះគឺយងនឹងក៏ចាំបានថាមុនពេលដែលកើតហេតុហ្នឹងណានាងក៏បានប្រាប់ទៅប៊ឹមជីនឲ្យទិញសូកូឡាឲ្យហើយប៊ឹមជីនហ្នឹងក៏យកសូកូឡាទៅបញ្ចុកទៅដល់ជូយ៉ងទៀតផ្អែមល្ហែមជាងសូកូឡាហ្នឹងទៀតមើលទៅត្រឡប់មកក្រុមហ៊ុនហាន់យកវិញអ្វីៗគ្រប់យ៉ាងនៅតែដំណើរការដូចដើមដូចជាគ្មានរឿងអីកើតឡើងអញ្ចឹងហើយអ្វីដែលនៅសល់គឺពាក្យចចាមអារាមនិយាយថា Chef Kim គឺបានក្បត់ទៅមីនយ៉ាងជាម្ដាយរបស់ណាសង្វុនហ្នឹងតាមពិតទៅផុសតាំងពីផ្នែកធំគឺបានមកពី Chef Kim នឹងឯងប៉ុន្តែឥឡូវហ្នឹង Chef Kim បានពួនសង្ងំលាក់ខ្លួនបាត់ហើយហុកមីនយ៉ាងក៏ចឹងដែរអត់មានមនុស្សនៅចិត្តខ្លួននាងទៀតទេអស់ហើយនិយាយទៅគ្រប់យ៉ាងគឺមកពីម្ដាយរបស់ណាសង្វុនហ្នឹងចង់បានជ្រុលពេកឥឡូវត្រឡប់មកមើលយន្តជូយ៉ងហើយនឹងប៊ឹមជីននៅក្នុងពេទ្យវិញគេនៅបញ្ចុកសូកូឡាគ្នានៅឡើយទេហើយប៊ឹមជីនហ្នឹងក៏ហៅជន់ជូយ៉ងថាជន់ជូយ៉ងខ្ញុំសង្ឃឹមថានាងនឹងជាមុនពេលរដូវក្តៅមកដល់ហើយពួកយើងនឹងនាំគ្នាធ្វើដំណើរកម្សាន្តហើយជូយ៉ងក៏ឆ្លើយតបវិញថាសម្រាប់ថាអញ្ចឹងចោះហើយពួកគេក៏នាំគ្នាកោយស្មាគ្នាហើយបិទភ្នែកគេងទៅហើយនឹងហើយគឺជាអ្វីដែលជន់ជូយ៉ងចង់បានអង្គុយនៅចិត្តគ្នាចែករំលែកបទពិសោធន៍ទៅគ្នាទៅវិញទៅមកជន់ជូយ៉ងសង្ឃឹមថាក្តីសុខនឹងបានយូរអង្វែងបែបនេះរហូតសង្ឃឹមថាគេនឹងបានអង្គុយនៅក្បែរគ្នាហើយនឹងមើលព្រះអាទិត្យរះជាមួយគ្នាតរហូតទៅហើយរឿងនេះនៅសល់តែ2ភាគទៀតទេណាចោលឲ្យអ្នកទាំងអស់គ្នាអេដមីននឹងព្យាយាមធ្វើវាឲ្យបញ្ចប់វានៅក្នុងយប់ហ្នឹងណាអរគុណ